ជាងជួសជុលរថយន្តម្នាក់នៅខេត្តបាត់ដំបងបានធ្វើឲ្យអ្នកស្រុកភ្ញាក់ផ្អើលជាមួយនឹងការច្នៃប្រឌិតមួយដែលមនុស្សតិចណាស់គិតថាអាចធ្វើទៅបានលោកបានប្រែក្លាយសម្រាមផ្លាស្ទិកទៅជាប្រេងសាំងដែលអាចប្រើបានសម្រាប់ម៉ូតូគោយន្តនិងម៉ាស៊ីនបូមទឹកបរិះអ្នកស្រុកបវលដែលសុំឲ្យហៅឈ្មោះក្រៅថាជាងប្រុសបានប្រាប់ News Today ថាលោកចាប់ផ្ដើមសាកល្បងចម្រាញ់ប្រេងសាំងពីសម្រាមផ្លាស្ទិកដូចជាកែវជ័រចានជ័រនិងថង់ជាដើមដែលប្រើរួចដោយមើលវីដេអូគំរូតាមអ៊ីនធឺណិតផងស្រាវជ្រាវបន្ថែមផងនិងសាកល្បងម្ដងហើយម្ដងទៀតរហូតคล้ายទៅជាសាំងដែលអាចប្រើបានកាលពីពេលថ្មីនេះជាងប្រុសពន្យល់ពីការកែច្នៃនេះថាដំបូងលោកយកសម្រាមផ្លាស្ទិកទៅចំហុយនៅក្នុងឡដែលគ្មានអុកស៊ីសែននិងនៅក្នុងកម្ដៅខ្លាំងដូច្នេះផ្លាស្ទិកមិនឆេះនោះទេតែវានឹងរលាយបញ្ចេញជាឧស្ម័ននោះត្រូវបញ្ជូនទៅឡរក្សាទុកឲ្យត្រជាក់មុនទទួលបានប្រេងសាំងដែលអាចប្រើបានចំពោះបច្ចេកទេសលម្អិតជាងប្រុសក្រមនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលនាពេលខាងមុខបរិះអ្នកខេត្តបាត់ដំបងដែលសុំមិនប្រាប់អាយុរូបនេះបានប្រាប់ថាលោកបានបរាជ័យច្រើនលើកច្រើនសារមុននឹងទទួលបានជោគជ័យពេលនេះលោកអាចផលិតប្រេងសាំងបានប្រហែលពី70ទៅ80លីត្រពីផ្លាស្ទិក100គីឡូក្រាមលោកប្រើប្រេងនេះជារៀងរាល់ថ្ងៃសម្រាប់ម៉ូតូនិងគ្រឿងយន្តកសិកម្មដោយលោកអះអាងថាមិនប៉ះពាល់ទៅដល់ម៉ាស៊ីនយានយន្តនោះទេលោកហេងសុគង្គអ្នកនាំពាក្យក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍សាទរនៅគំនិតច្នៃប្រឌិតនេះដែលជួយកាត់បន្ថយកាកសំណល់ផ្លាស្ទិកដែលប៉ះពាល់ទៅដល់បរិស្ថាននិងសុខភាពមនុស្សបន្ថែមពីលើនេះលោកយល់ថាប្រេងសាំងកែច្នៃនេះមានប្រយោជន៍សម្រាប់ម៉ាស៊ីនតូចៗដោយឡែកការប្រើប្រាស់សម្រាប់ម៉ាស៊ីនធំរួមទាំងរថយន្តជាដើមត្រូវការធ្វើតេស្តបន្ថែមទៀតខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.